ឮថាតម្លៃនៅចិនហ្នឹងខ្ទង់$20,000ជាងឯងហើយពេលមកដល់ខ្មែរហ្នឹងគឺខ្ទង់$40,000ជាងហើយគ្រាន់តែបង្ហាញខ្លួនត្រឹមតែ48ម៉ោងគឺទទួលបានការកក់រហូតដល់ទៅ10,000គ្រឿងឯណោះវីដេអូនេះនាំមកជូនដោយ Optimus Cambodia ជាអ្នកជំនាញថែទាំរថយន្តបិទ UV ការពារកម្ដៅបិទការពារទឹកថ្នាំនិងមានគ្រឿងតុបតែងរថយន្តជាច្រើនមុខជាមួយជាងជំនាញច្បាស់លាស់និងមានបទពិសោធន៍ច្រើនឆ្នាំអូខេបងប្អូនអញ្ចឹងនេះគឺជា Mazda EC60 ដែលជាប្រភេទឡាន SUV អគ្គិសនីថ្មីក្នុងតកូ EC របស់ Mazda ណាហើយវាទើបតែបានបង្ហាញខ្លួននៅឯកម្មវិធី Shanghai Auto Show នៅប្រទេសចិនអញ្ចឹងពាក់ព័ន្ធជាមួយនឹង Mazda EC60 មួយនេះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនមិនត្រឹមតែនៅទីផ្សារប្រទេសចិនទេសូម្បីតែនៅលើទីផ្សារប្រទេសកម្ពុជាយើងហ្នឹងក៏មានការចាប់អារម្មណ៍ច្រើនដែរចំពោះឡាន SUV អគ្គិសនីមួយនេះអញ្ចឹងបើយើងនិយាយទៅឡានអគ្គិសនីរបស់ Mazda នេះគឺគេចាប់អារម្មណ៍មកយូរហើយចាប់តាំងពី EC6 ដែលជាប្រភេទឡាន sedan ណាហើយឥឡូវចេញជាប្រភេទ EC60 មកទៀតហើយនិយាយទៅតម្លៃក៏ល្អដែរបាទខ្ញុំមើលទៅតម្លៃនៅប្រទេសចិនហ្នឹងខ្ទង់ចន្លោះពី$20,000ជាងប៉ុណ្ណោះអញ្ចឹងក៏សូមបញ្ជាក់ដែរថាឡាន SUV អគ្គិសនី Mazda EC60 មួយនេះគឺវាចូលរួមសហការដោយក្រុមហ៊ុន Chang'an ឬក៏ Deepol ណានិយាយទៅគឺវាប្រើគ្រោងឆ្អឹង EPA1 របស់ Deepol S07 តែយ៉ាងណាក៏ដោយក្រុមហ៊ុន Mazda គឺអត់ទាន់បានបង្ហាញពី spec របស់វាទេគ្រាន់តែថាគេអាចរំពឹងបានថាដោយសារតែ Mazda EC60 នេះវាប្រើគ្រោងឆ្អឹងរបស់ Deepol S07 ហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងជម្រើស spec អាគុយ spec អីរបស់វាប្រហែលជាដូចគ្នាដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹង EC60 មួយនេះគឺវាមានពីរជម្រើសមានប្រភេទអគ្គិសនីសុទ្ធនិងមួយទៀតគឺជាប្រភេទ OEEV ដែលជាប្រភេទ extended range ណាអញ្ចឹងបើសិនជាវាប្រើជម្រើសអាគុយដូចទៅនឹង Deepol S07 គឺវាមានពីរជម្រើសគឺទំហំ 68.6 kW ម៉ោងនិង80 kW ម៉ោងដែលអាចបើកបោបានចម្ងាយចន្លោះពី480ទៅ550 km នៅពេលដែលយើងសាក់ភ្លើងពេញម្ដងហើយចំពោះជម្រើសម៉ូទ័រអគ្គិសនីក៏មានពីរដែរគឺកម្លាំង141សេសនិងកម្លាំង255សេសដែលជាប្រភេទម៉ូទ័រមួយប្រើពងមួយណាហើយអីដែលសំខាន់បើសិនជាវាដូចជាមួយនឹង Deepol S07 គឺវាគ្រប់គ្រងជាមួយនឹងការសាក់ភ្លើងល្បឿនលឿនដែរកម្លាំងរហូតដល់ទៅ200 kW អញ្ចឹង200 kW នេះគឺគ្រប់គ្រាន់ហើយសាក់ភ្លើងពី20ទៅ80%ហ្នឹងចាយពេលត្រឹមតែខ្ទង់30នាទីអីប៉ុណ្ណោះមួយទៀតហ្នឹងគឺជាជម្រើស OEEV ដែលជាប្រភេទ extended range ដោយក្នុងនោះគឺវាប្រើម៉ាស៊ីនសាំងចំណុះ 1.5 លីត្រទំហំ4ស៊ីឡាំងដែលម៉ាស៊ីននេះគឺវាដើរតួត្រឹមតែយកមកសាក់ភ្លើងឲ្យអាគុយប៉ុណ្ណោះហើយវាអត់បញ្ជូនកម្លាំងឲ្យកង់ទេអញ្ចឹងគឺវាសាក់ភ្លើងឲ្យអាគុយហើយអាគុយនឹងបញ្ជូនភ្លើងទៅកង់ហើយពាក់ព័ន្ធជាមួយនឹង EC60 ដែលជាប្រភេទ OEEV នេះគឺវាមានកម្លាំង255សេសហើយអាគុយរបស់វាគឺទំហំ 31.7 kW ម៉ោងដែលជាប្រភេទ LFP ពីក្រុមហ៊ុន KAL ដែលវាអាចបើកបោដោយប្រើថាមពលអគ្គិសនីសុទ្ធនឹងបានចម្ងាយ160 km ផងដែរអញ្ចឹង EC60 នេះអាចនិយាយបានថាមិនមែនជាឡានថ្មីសន្លាម 100% របស់ Mazda ទេគឺវាចេញពីគំរូឡាន Mazda Arita ដែលវាបានបង្ហាញខ្លួនកាលពីឆ្នាំមុនមកម្លេះហើយឯដែលសំខាន់នោះគឺ EC60 គឺវាបានរក្សាការរចនាច្រើនមែនទែនពី concept ឡាននេះអញ្ចឹងនិយាយទៅចាប់តាំងពីកញ្ចក់ទ្វារដែលវាអត់មានស៊ុមហើយកញ្ចក់ចំហៀងរបស់វាគឺគេអត់ប្រើទេគេប្រើកាមេរ៉ាមើលចំហៀងជំនួសវិញហើយការរចនាគូបខាងក្រោយរបស់វាហ្នឹងគឺស្តៀងជាមួយនឹងឡានខូបនិងមានដបូលរាងទាលហើយបូករួមជាមួយនឹងដៃទ្វារលឹបចេញចូលផងដែរមើលទៅគឺស្អាតខ្លាំងមែនទែនអញ្ចឹង Mazda EC60 នេះគឺវាមានប្រវែងតួខ្លួន 4.8 ម៉ែត្រទទឹង 1.9 ម៉ែត្រហើយកម្ពស់របស់វានោះគឺ 1.6 ម៉ែត្រនិងកម្រិតពីកង់មុខទៅកង់ក្រោយគឺ 2.9 ម៉ែត្រហើយចំពោះឃ្លុបក្រោយរបស់វាវិញគឺអាចផ្ទុកបានចាប់ពី350លីត្រដល់2000លីត្រជាងឯណោះនិយាយទៅគឺធំទូលាយល្អមែនទែនបន្ថែមពីនឹងទៀតឡានអគ្គិសនីនេះក៏វាមានជាមួយនឹងឃ្លុបខាងមុខដែរអញ្ចឹងឃ្លុបខាងមុខរបស់វាគឺអាចដាក់បាន126លីត្រទៀតអូខេអញ្ចឹងបើយើងមើលទៅលើការ design របស់វាការ design គឺចាប់អារម្មណ៍មែនទែនទាក់ទាញខ្លាំងមែនទែនហើយសូម្បីតែខ្ញុំផ្ទាល់ក៏ចង់ឃើញនៅខាងក្រៅដែរអញ្ចឹងនៅផ្នែកខាងមុខនេះគឺវាមានបំពាក់ជាមួយនឹង Full Daytime Running Light មួយឆ្នូតលាតពេញផ្នែកខាងមុខហ្នឹងដែលការរចនាគឺដូចជាមុខញញឹមអញ្ចឹងហើយនៅផ្នែកខាងមុខហ្នឹងគឺវាមានរន្ធខ្យល់មួយសម្រាប់ប្រភេទ OEEV ហើយប្រភេទអគ្គិសនីសុទ្ធគឺអត់មានទេគឺលាតស្អាតហ្មងបន្ថែមពីនឹងទៀតពាក់ព័ន្ធជាមួយនឹងជាងមុខរបស់វាគឺដាក់នៅខាងក្រោមដូចបងប្អូនឃើញអញ្ចឹងដាក់នៅលើថ្ពាល់ខាងក្រោមណាហើយផ្នែកខាងមុខនេះក៏មានជាមួយនឹង sensor 6គ្រាប់ហើយមានជាមួយនឹងកាមេរ៉ាមុខមួយគ្រាប់ផងដែរយើងទៅការរចនារបស់ Mazda យើងមើលទៅគឺបែប clean ស្អាតណាអត់សូវញ៉ៃច្រើនទេយើងមើលមកគឺ premium ហើយប្រណិតហ្មងពាក់ព័ន្ធជាមួយនឹងយ៉ាងកង់របស់វាវិញការរចនាគឺមើលទៅគឺ premium មែនទែនស្អាតមែនទែនហើយទំហំរបស់វាប្រហែលជាអាចខ្ទង់20អ៊ីងហើយទំហំនេះគឺធំល្អហើយ Mazda នៅតែអត់ចោលទេនៅផ្នែកចំហៀងហ្នឹងគឺប្រើជាមួយនឹង plastic នៅលើកម្របកង់ក៏ដូចជាកែមខ្លួនណាកែមខ្លួនផ្នែកចំហៀងហ្នឹងគឺប្រើជា plastic ហើយដូចខ្ញុំបានបញ្ជាក់មកអញ្ចឹងគឺវាប្រើជាមួយនឹងដៃទ្វារលឹបចេញចូលទូខ្លួនឡានក៏ដូចជាប្រើកាមេរ៉ានៅផ្នែកចំហៀងជំនួសឲ្យកញ្ចក់វិញអញ្ចឹងជាទូទៅនៅពេលដែលគេប្រើកាមេរ៉ានៅផ្នែកចំហៀងបែបនេះគឺគេមានជាមួយនឹងអេក្រង់នៅខាងក្នុងកាប៊ីនដើម្បីអាចបង្ហាញរូបភាពឧបសគ្គនៅផ្នែកចំហៀងឲ្យឃើញហើយចាំតិចទៀត
ចាំខ្ញុំបង្ហាញពីផ្នែកខាងក្នុងរបស់វាសូមបញ្ជាក់ដែរថាពាក់ព័ន្ធជាមួយនឹងកញ្ចក់ចំហៀងរបស់វានេះប្រហែលជាអាចជា option ដែរបើសិនជា spec ដែលវារៀងទាបប្រហែលជាអាចប្រើជាមួយនឹងកញ្ចក់ចំហៀងធម្មតាមានប្រកបសញ្ញោមាន blind spot មានកាមេរ៉ាអីចឹងទៅហើយបើសិនជា spec ខ្ពស់ប្រហែលជាអាចមានប្រើជាមួយនឹងកាមេរ៉ាមួយនេះពាក់ព័ន្ធជាមួយនឹងការរចនារូបរាងផ្នែកខាងក្រោយវិញយើងមើលគូតវាទៅគឺរៀងហើមចឹងណាការរចនាគឺរៀងមូលហើយវាប្រើ stop LED លាតទៅវែងពេញផ្នែកខាងក្រោយហើយដែលខ្ញុំពេញចិត្តនោះគឺវាប្រើជាមួយនឹងអក្សរ Mazda ដែលទៅសេអក្សរលាតពេញផ្នែកខាងក្រោយយើងមើលទៅគឺវារៀងសាមញ្ញមែនប៉ុន្តែវារំលេចជាមួយនឹងផលិតភាពណាកាន់តែស្អាតហើយពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្រោយនេះក៏មានជាមួយនឹង sensor 6 គ្រាប់ក៏ដូចជាកាមេរ៉ាផងដែរហើយកាមេរ៉ាផ្នែកខាងក្រោយនេះដូចជាមាន2គ្រាប់នៅផ្នែកខាងលើកញ្ចក់មួយនៅផ្នែកខាងក្រោមមួយផងដែរអូខេអញ្ចឹងកលេចមកមើលការរចនាផ្នែកខាងក្នុងវិញចូលមកព្រាមបងប្អូនប្រកាសជាវ៉ាវភ្ញាក់ផ្អើលជាមួយនឹងអេក្រង់របស់វាមែនទែនការ design នេះយើងមើលមកគឺទំនើបហើយប្រណិតមែនទែនអញ្ចឹងអេក្រង់នេះគឺដំបូងបង្អស់ហើយសម្រាប់ការប្រើបែបនេះដោយសារតែវាមានទំហំ 26.4 អ៊ីងដែលអាចបង្ហាញរូបភាពនឹងកម្រិត 5K ហើយអេក្រង់នេះដែរគឺវាដើរតួជាកុងទ័រ digital ផងជាអេក្រង់កំសាន្តផងនិងជាអេក្រង់សម្រាប់បញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ផងហើយដូចបងប្អូនឃើញអញ្ចឹងនៅកាប៊ីនខាងក្នុងរបស់វានេះគឺ minimize មែនទែនមានន័យថាការរចនាការ design របស់វានឹងគឺបែបតិចនិយមអត់សូវមានជាមួយនឹងប៊ូតុងចុចបញ្ជាអីញ៉ៃៗទេហើយដូចខ្ញុំបានប្រាប់ចឹងថាវាប្រើជាមួយនឹងអេក្រង់សងខាងឆ្វេងស្ដាំដើម្បីបង្ហាញរូបភាពនៅផ្នែកចំហៀងណាដែលវាចាប់រូបភាពចេញពីកាមេរ៉ានៅផ្នែកចំហៀងពាក់ព័ន្ធជាមួយនឹងការរចនាដៃចង្កូតរបស់វាវិញយើងមើលទៅគឺស្តៀងជាមួយនឹង EC6 ដែរអញ្ចឹងគឺអត់ខុសគ្នាទេគ្រាន់តែថាប្លុកបញ្ជាផ្នែកកណ្ដាលអីគឺខុសពី EC6 ហើយនៅលើនេះយើងមើលទៅគឺវាប្រើស្បែកដែលមានគុណភាពខ្ពស់ណានៅលើនេះក៏មានជាមួយនឹងកន្លែងសាកថ្មទូរស័ព្ទអត់ប្រើខ្សែហើយមាន space មួយចំនួននៅខាងក្រោមនឹងសម្រាប់ដាក់អីវ៉ាន់ហើយក៏មានជាមួយនឹងប្រព័ន្ធភ្លើង ambient lighting ក៏ដូចជាកៅអីរបស់វាគឺជាប្រភេទកៅអីស្បែកចុចសេរីអូតូទាំងសងខាងហើយកៅអីនេះបើខ្ញុំមើលទៅគឺវាមានជាមួយនឹង option zero gravity seat ផងដែរដែលគ្រាន់តែចុចមួយទៅគឺយើងអាចកាច់កៅអីផ្ដេកបានណាយើងទៅគឺ comfort មែនតើអញ្ចឹងពាក់ព័ន្ធជាមួយនឹង space ខាងក្នុងវិញយើងអាចមើលឃើញតាមវីដេអូតាមរូបភាពបានគឺវាផ្ដល់ទំហំធំទូលាយល្អមែនតើទាំងផ្នែកខាងមុខក៏ដូចជាផ្នែកខាងក្រោយផងដែរដោយសារតែវាជាប្រភេទ LAN SUV ណាអញ្ចឹងកាប៊ីនខាងក្នុងគឺធំទូលាយអង្គុយ5នាក់គឺប្រកាសជាផ្ដល់កម្រិតផាសុខភាពខ្ពស់ហើយពាក់ព័ន្ធជាមួយនឹងអ្នកដំណើរអង្គុយកៅអីខាងក្រោយវិញក៏មានជាមួយនឹងអេក្រង់ touch screen ដែលអាចបញ្ជាទៅលើមុខងារកៅអីក្តៅត្រជាក់ក៏ដូចជាអាចសេរីទៅលើ setting media ផ្សេងៗផងដែរហើយពាក់ព័ន្ធជាមួយនឹង LAN SUV នេះគឺមាន option speaker រហូតដល់ទៅ23គ្រាប់ឯនោះដែលជាប្រភេទ Dolby Atmos ណាអញ្ចឹងកម្រិតសំឡេងប្រកាសជារងំព្រោះល្អហើយបន្ថែមពីនឹងទៀតអីដែលសំខាន់អីដែលពិសេសមួយទៀតនោះគឺជា option កុងទ័របាញ់លើកញ្ចក់ដែលជាប្រភេទ AR ដែលទំហំរបស់វាគឺធំខ្លាំងមែនទែនរហូតដល់ទៅ100អ៊ីងអូខេអញ្ចឹងក្រៅពី option ទំនើបអស់ហ្នឹង EC60 នេះក៏វាមានបំពាក់ជាមួយនឹងពូនសុវត្ថិភាពរហូតដល់ទៅ9គ្រាប់មកស្តង់ដាបូករួមជាមួយនឹងមុខងារ ADAS កម្រិត2ដែលវាគ្រប់គ្រងដោយការប្រើជាមួយនឹងកាមេរ៉ាកម្រិត HD 5គ្រាប់ហើយ radar ហ្នឹង5គ្រាប់ដែរហើយ ultrasonic sensor ហ្នឹងរហូតដល់ទៅ12គ្រាប់ឯណោះអញ្ចឹងកាន់តែធ្វើឲ្យឡានមួយនេះផ្ដល់សុវត្ថិភាពខ្ពស់មែនទែនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃអូខេអញ្ចឹងដូចខ្ញុំបានបញ្ជាក់មកពីខាងដើមអញ្ចឹងថា Mazda EC60 មួយនេះបើនិយាយពីតម្លៃរបស់វាគឺអត់ទាន់ផ្លូវការទេនៅចិនគឺអត់ទាន់បង្ហាញផ្លូវការទេគ្រាន់តែថាបើសិនជាដូចជាមួយនឹង Default S07 គឺតម្លៃរបស់វាខ្ទង់$20,000ជាងដល់$26,000សម្រាប់ទីផ្សារប្រទេសចិនណាហើយអីដែលសំខាន់ដែរខ្ញុំបានឃើញជាមួយនឹង showroom first class auto ដែលគាត់បើកឲ្យ pre booking ដែលតម្លៃរបស់វាគឺខ្ទង់$40,000មកដល់ខ្មែរហើយអាចចេញលក់នៅក្នុងខែសីហាឆ្នាំ2025នេះតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍គឺអាចតាក់ទងទៅខាង first class auto ដើម្បីធ្វើការ pre booking បានជាមួយនឹងតម្លៃខ្ទង់$40,000ជាងនេះអូខេអញ្ចឹងចំពោះបងប្អូនវិញយកយ៉ាងណាដែរពីឡានអគ្គិសនី Mazda EC60 មួយនេះជួយ comment នៅខាងក្រោមផងហើយកុំភ្លេចចុច share វីដេអូនេះនិង follow page ម្នាក់មួយផងអរគុណ